ini. Mik, Lydia ki. Tenang, lo kamu naik. Dikit. Apa sih? Sudah ini tak kini thằng nhiệt minh nằm vô đường khmai từ bản đồ nị sĩ thay mũi vô một thời gian sớm rái chui nè thằng ở kini tu sana đã xảy ra mũi ní cứ nị dây ở pi đầm nài cầm sátในการbỏ tang từ bỏสละmũiกันไหลดังนั้นเสือเจริญนั้นกับบ้านโจรวมtừ bỏ tangในขนมปรีนังพองได้ปัญหาปรีนั้นคือมีกันไหลmũiได้เก็บบ้านหามขวดให้ประเทศชาติในขนมพูมุนุกับบ้านเพื่อการหามพรามแต่การปูเก็บพองได้ปัญหาปูเก็บมือเตอโดยจีมันบ้านสลับในวัยใดก็บ้านในนอมแต่การปูเก็บนุเตได้เจียให้เพื่อเอาនៅពេលដែលពួកគេទៅបោះតង់នៅទីនោះក៏ត្រូវបានជួបជាមួយនឹងរឿងរ៉ាវដែលគួរឲ្យខ្លាចជាច្រើននៅក្នុងព្រៃមួយហ្នឹងតែម្ដងជាពិសេសមានសិស្សសាលាជាច្រើនក៏ត្រូវបានខ្មោចព្រៃហ្នឹងគឺចូលសន្តិដ្ឋនៅក្នុងខ្លួនរបស់ពួកគេផងដែរដូច្នេះដើម្បីចង់ដឹងថាតើពួកគេជួបរឿងអ្វីខ្លះសូមទស្សនានៃការសម្រេចទាំងអស់គ្នាផ្ដើមនៃខ្សែរឿងដំបូងហ្នឹងគឺមានបរិបទម្នាក់គាត់គឺជាអ្នកសរសេរសៀវភៅហើយគាត់មានគម្រោងសរសេរសៀវភៅមួយក្បាលចឹងហើយបានជាគាត់ចង់សរសេរព័ត៌មានពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវមួយកន្លែងដែលពាក់ព័ន្ធជាមួយនឹងការបោះតង់របស់សាលារបស់ពួកគេដូច្នេះគាត់បានសួររឿងរ៉ាវដែលធ្លាប់បានកាត់ឡើងនៅក្នុងឆ្នាំ2016នៅពេលនោះមីកូគាត់ក៏បានចូលរួមផងដែរដូច្នេះគាត់ដឹងអំពីហេតុការណ៍ដែលបានកាត់ឡើងនៅពេលនឹងច្បាស់ចឹងហើយបានជាគាត់សួរនាំរឿងនេះពីមីកូចំណែកមីកូក៏បានរៀបរាប់រឿងរ៉ាវដែលបានកាត់ឡើងនៅក្នុងអំឡុងឆ្នាំ2016នោះរីនីនាងគឺជាមនុស្សស្រីម្នាក់ដែលទន់ខ្សោយខ្លាំងនៅក្នុងចំណោមមិត្តភ័ក្តិទាំងអស់សូម្បីតែពេលដែលហាត់កីឡាហ្នឹងក៏នាងមិនអាចតស៊ូដូចជាពួកគេបានដែរធ្វើឲ្យនាងដង្ហក់ជាខ្លាំងប៉ុន្តែនាងមានមិត្តភ័ក្តិជិតស្និទ្ធម្នាក់ដែលមានឈ្មោះថាណៃឡាដែលនាងធ្លាប់ដើរតួនៅក្នុងរឿងរបស់វីណារៀនបារម្ភថាបើសិនជានាងខ្សោយជាងនាងច្បាស់ជាមិនអាចទៅបោះតង់ជាមួយនឹងសាលាបាននោះទេប៉ុន្តែណៃឡាបាននិយាយចំអន់ថាកុំភ័យអីព្រោះអីមានមីកូជាអ្នកចាំជួយចំណែកប្រុសឯនេះវិញកំពុងតែចូលមកមើលនៅទីតាំងដែលពួកគេត្រូវបោះតង់ប៉ុន្តែបញ្ហាមួយទៀតគឺនៅកន្លែងនេះគេមិនអនុញ្ញាតឲ្យបោះតង់ទៀតនោះទេបន្ទាប់ពីធ្លាប់មានរឿងរ៉ាវអាក្រក់បានកាត់ឡើងកាលពីច្រើនឆ្នាំមុនប៉ុន្តែដោយសារតែពួកគេគ្មានជំរឿពួកគេក៏បានមកនិយាយជាមួយនឹងអ៊ំប្រុសម្នាក់ដែលជាអ្នកមើលការខុសត្រូវឬក៏ចាស់ប្រតិចារនៅក្នុងភូមិមួយនេះដែលគាត់មានឈ្មោះថាស៊ុនតូដើម្បីសុំឲ្យគាត់នឹងអនុញ្ញាតឲ្យពួកគេមកបោះតង់នៅទីនេះប៉ុន្តែគាត់បានហាមពួកគេថាមិនអាចនោះទេដោយសារតែធ្លាប់មានរឿងរ៉ាវកាត់ឡើងគាត់ខ្លាចថានឹងមានរឿងបន្តទៀតប៉ុន្តែត្រូវបានពួកគេសូមអង្វររហូតដល់គាត់នឹងយល់ព្រមឲ្យពួកគេបោះតង់បន្ទាប់ពីទទួលបានការអនុញ្ញាតពីគាត់ហើយពួកគេក៏បានយករឿងរ៉ាវមួយនេះយកមកប្រជុំគ្នានិងប្រាប់ទៅកាន់សិស្សទាំងអស់ថានៅថ្ងៃបោះតង់របស់ពួកគេគឺកន្លែងនឹងឯងហើយពួកគេក៏បានប្រាប់អំពីបំរាមមួយចំនួនផងដែរនៅកន្លែងបោះតង់នោះចំណែកឯឡៃឡានេះវិញនាងបានឆែកឃើញថាកន្លែងមួយហ្នឹងគឺធ្លាប់មានរឿងអាក្រក់កើតឡើងចំពោះអ្នកបោះតង់កាលពីលើកមុនខំយករឿងនេះប្រាប់ទៅកាន់រៀនប៉ុន្តែមើលទៅរៀនហាក់ដូចជាមិនយកចិត្តទុកដាក់នោះទេលុះពេលវេលាជិតមកដល់ពួកគេក៏បានរៀបចំអវ័នរបស់ពួកគេដើម្បីយកមកត្រួតពិនិត្យនៅក្នុងដំណើរនៃការបោះតង់ហ្នឹងគឺមានការលេងល្បែងប្រកួតគ្នាព្រមទាំងមានការសម្ដែងនៃល្ខោនបុរាណផងដែរប៉ុន្តែនៅចៃដន្យនៅពេលដែលកំពុងតែហាត់សមស្រាប់តែតួស្រីដែលមានឈ្មោះថាគីគីនឹងបែរជាមានបញ្ហាដូច្នេះការហាត់សមនោះក៏ត្រូវបានផ្អាកដោយសារតែឃើញថាប្រហែលជានាងមិនអាចជាសះស្បើយទាន់ពេលវេលាដែលពួកគេត្រូវធ្វើពិធីនោះទេដូច្នេះហ៊ីរ៉ូដែលត្រូវជាអ្នករៀបចំកម្មវិធីនឹងក៏បានធ្វើការផ្លាស់ប្ដូរចិត្តឲ្យគាត់បានទៅនិយាយជាមួយនឹងរីនដើម្បីឲ្យរីនដើរតួជំនួសគីគីធ្វើជាព្រះនាងរូរូពុត្រីប៉ុន្តែរីនគ្មានជំនឿចិត្តថានាងអាចធ្វើបាននោះទេដូច្នេះនាងបានបដិសេធភ្លាមប៉ុន្តែអ្នកដឹកនាំដែលមានឈ្មោះថាហេរូនឹងគាត់ប្រាប់ថាបើសិនជានាងយល់ព្រមគាត់គឺជាអ្នកជួយបង្ហាត់នាងនៅពេលនោះណៃឡាក៏បានឆ្លើយយល់ព្រមជំនួសរៀនតែម្ដងគឺដោយសារតែនាងចង់ឲ្យមិត្តភ័ក្តិរបស់នាងចូលរួមនៅក្នុងការសម្ដែងមួយនេះហើយនេះគឺជាមីកូដែលពួកគេទាំងពីរនាក់គឺមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកប៉ុន្តែគ្រាន់តែពួកគេមិនទាន់ហ៊ានសារភាពប្រាប់គ្នាតែប៉ុណ្ណោះមុនពេលដែលពួកគេមកបោះតង់នៅទីនេះពួកគេក៏បានមកជួបជាមួយនឹងលោកអ៊ំសាន់តូហើយលោកអ៊ំសាន់តូបាននាំពួកគេនឹងចូលទៅក្នុងតំបន់មួយនឹងគឺដើម្បីធ្វើពិធីសុំម្ចាស់ទឹកម្ចាស់ដីឲ្យពួកគេអាចមកបោះតង់នៅទីនេះដោយសុខសាន្តហើយគាត់បានប្រាប់ទៅកាន់ពួកគេថាសំណែនដែលបានកប់រួចហើយគឺមិនអាចកាយឡើងមកវិញបាននោះទេបើមិនដូច្នោះទេច្បាស់ជាមានបញ្ហាជាមិនខាននៅពេលដែលកំពុងតែនិយាយគ្នាមីកូក៏បានឃើញមានរីម្នាក់បានដើរកាត់អំបញ្ញមិញប៉ុន្តែនៅពេលដែលគេទៅមើលបែរជាមិនបានឃើញអ្វីទាំងអស់ហើយលោកអ៊ំស៊ុនតូបានប្រាប់កុំឲ្យគេដើរចូលទៅក្នុងតំបន់នោះផ្ទះផ្ដាស់ពួកគេអាចដើរចូលតែនៅក្នុងតំបន់ដែលបានកប់សំណែនតែប៉ុណ្ណោះប៉ុន្តែនៅពេលយប់ដែលពួកគេសម្រាកនឹងស្រាប់តែមីកូបែរជាក្រោកឡើងទាំងកណ្ដាលយប់ដោយសារតែគេដូចជាបានឮសំឡេងអ្វីមួយលោកពេលដែលដើររចោះដើរឡើងក៏បានជួបជាមួយនឹងលោកអ៊ំស៊ុនតូ
ដែលគាត់ប្រាប់ឲ្យពួកគេសម្រាប់ចោះចំណេះឲ្យគាត់ត្រឡប់ទៅក្នុងភូមិវិញនៅយប់នោះក៏មានមនុស្សលួចមើលកាយសំណែនឡើងមកខាងលើវិញលុះពេលវេលាដំណើរកំសាន្តនៃការបោះតង់របស់ពួកគេក៏បានចូលមកដល់ខាងឡានសាលាក៏បានដឹកសិស្សទាំងអស់មកកាន់តំបន់មួយនេះពួកគេក៏បាននាំគ្នាចុះពីលើឡានដើម្បីធ្វើដំណើរទៅកន្លែងដែលពួកគេបានរៀបចំរួចទុកជាស្រេចហើយនៅពេលដែលកំពុងតែធ្វើដំណើរនៅលើស្ពាននៅពេលនោះក៏ស្រាប់តែរីនហាក់ដូចជាមានអារម្មណ៍ចម្លែកនៅតំបន់មួយដែលធ្វើឲ្យនាងគឺត្រូវបានឈរផ្លឹកមួយផ្លែតរហូតធ្វើឲ្យគេនឹងគឺស្រែកប្រាប់ឲ្យនាងឆាប់ដើរទៅព្រោះអីអ្នកនៅខាងក្រោយនឹងគឺស្ទះដើរទៅមិនរួចនោះទេបន្ទាប់មកពួកគេក៏បានធ្វើដំណើរមកដល់កន្លែងដែលពួកគេត្រូវបោះតង់ដូច្នេះពួកគេបានរៀបចំអវ៉ាន់របស់ពួកគេរៀងៗខ្លួនបន្ទាប់មកក៏បាននាំគ្នាមកជួបជុំគ្នាបន្ទាប់មកមីកូក៏បានធ្វើការប្រកាសឲ្យគ្រប់គ្នានឹងធ្វើការអធិដ្ឋានទៅតាមជំនឿរបស់ពួកគេរៀងៗខ្លួនដើម្បីសុំសេចក្តីសុខនៅទីនេះប៉ុន្តែចំណែកអីតែរិនពេលដែលបាត់ភ្នែកនាងមានអារម្មណ៍ថាដូចជាមានគេមកជិតខ្លួនរបស់នាងធ្វើឲ្យនាងភ័យរហូតដល់ដួលតែម្ដងប៉ុន្តែគ្រប់គ្នាបែរជាគិតថានាងទន់ខ្សោយទៅវិញដោយសារតែនាងគឺជាមនុស្សទន់ខ្សោយតាំងពីដើមមកបន្ទាប់មកណៃឡាក៏បានអមរិនចូលមកសម្រាកនៅក្នុងតង់របស់ពួកគេហើយនឹងសួរថាតើមានរឿងអ្វីកើតឡើងគឺក៏ឯងបានឃើញអ្វីមួយប៉ុន្តែរិនគឺមិនព្រមឆ្លើយជាដាច់ខាតប៉ុន្តែណៃឡាបាននិយាយថានាងមានអារម្មណ៍ថានៅទីនេះដូចជាមានខ្មោចកំពុងតែនិយាយគ្នាក៏បានលើសំឡេងហៅរិនពីខាងក្រៅតាមពិតគឺជាគីគីនាងបានយកសម្លៀកបំពាក់បុរាណដែលសម្ដែងនឹងគឺយកមកឲ្យរិនព្រោះអីរិនត្រូវបន្តតំណែងពីនាងប៉ុន្តែមុននឹងឲ្យសម្លៀកបំពាក់គឺត្រូវបាននាងនិយាយចំអន់ឲ្យតែការរៀនថែមទៀតថារៀនបានទទួលតំណែងនេះប្រហែលជាមានទំនាក់ទំនងជាមួយនឹងអ្នកគ្រប់គ្រងបន្ទាប់មកគីគីក៏បានប្រគល់សម្លៀកបំពាក់នោះទៅឲ្យរៀនតាមក្រោយចំណែកឯឡាន់យ៉ាគឺនាងកំពុងតែដើរបត់កន្លែងដែលពួកគេនឹងគឺត្រូវលេងប៉ុន្តែពេលនោះនាងដូចជាបានឃើញមាននារីម្នាក់ដើរចូលកន្លែងហាមឃាត់នៅពេលដែលនាងដើរចូលទៅតាមនាងបានឃើញមានតង់មួយត្រូវបានគេលួចបោះនៅទីនេះដូច្នេះនាងក៏បានវាយឲ្យកូនប្រាប់ទៅកាន់គ្នារបស់នាងបន្ទាប់មកក៏បានចូលទៅមើលដោយផ្ទាល់ប៉ុន្តែមិនឃើញអ្នកណាទាំងអស់លុះដល់ពេលដែលនាងចេញមកវិញគឺដូចជានាងកំពុងតែស្ថិតនៅកន្លែងមួយផ្សេងទៀតអញ្ចឹងនាងក៏បានវាយឲ្យកូនប្រាប់តែកាន់គ្នារបស់គាត់ប៉ុន្តែផ្ទុយទៅវិញសំឡេងនៅក្នុងឯកូនបែរជាឮសំឡេងមនុស្សស្រីម្នាក់ផ្សេងទៅវិញធ្វើឲ្យនាងភ័យខ្លាំងមែនទែនចំណែកអេរីននៅពេលដែលនាងកំពុងតែរៀបចំនៅសម្ភារៈរបស់នាងបានសង្កេតឃើញថាមានមនុស្សស្រីម្នាក់អង្គុយនៅក្នុងតង់របស់នាងធ្វើឲ្យនាងឆ្ងល់ជាខ្លាំងលុះពេលដែលនាងអោនចូលទៅបើកតង់នោះមើលបែរជាត្រូវបានណៃឡាហ្នឹងគឺមកហៅនាងងាកមកឡានយ៉ានៅពេលដែលនាងរត់ត្រឡប់មកវិញក៏បានជួបជាមួយនឹងមីកូដូច្នេះនាងបានប្រាប់រឿងដែលនាងបានឃើញទៅកាន់មីកូហើយមីកូបានប្រាប់ឲ្យនាងត្រឡប់ទៅវិញទៅទុកឲ្យគាត់គឺជាអ្នកដោះស្រាយប៉ុន្តែគាត់ហាមនាងមិនឲ្យប្រាប់អ្នកណានោះទេលុះពេលដែលមីកូដើរចូលមកតំបន់ហាមឃាត់គឺមិនបានឃើញអ្វីទាំងអស់ក្រៅតែពីឲ្យកូននាងធ្វើឲ្យជ្រុះតែប៉ុណ្ណោះដូច្នេះគាត់ក៏បានយកអង្គរពណ៌លឿងយកមកបាចប៉ុន្តែនៅពេលដែលគាត់កំពុងតែបាចបែរជាត្រូវបានសត្វពស់មួយក្បាលមកចុចចំជើងរបស់គាត់ដូច្នេះគាត់ក៏បានដកកាំបិតដើម្បីកាត់ក្បាលរបស់វាប៉ុន្តែគាត់សង្កេតឃើញថាគឺមិនមានឈាមជាប់កាំបិតនោះទេហើយសត្វពស់មួយក្បាលដែលគាត់បានកាត់អំបញ្ញមិញក៏ត្រូវបានបាត់ផងដែរចំណែកឯសិស្សសាលាទាំងអស់ក៏កំពុងតែនាំគ្នាលេងល្បែងរបស់ពួកគេទៅតាមផែនការរបស់ពួកគេដែលបានគ្រោងទុកប៉ុន្តែក្រុមរបស់រៀននេះវិញគឺថានាងគឺមិនដែលឈ្នះគេមួយវិញ្ញាសាទោះតែសោះគឺដោយសារតែរៀនជាមនុស្សទន់ខ្សោយដែលជាហេតុធ្វើឲ្យក្រុមរបស់នាងទាំងមូលគឺត្រូវបានចាញ់គ្រប់គ្នាដឹងអំពីរឿងមួយនេះប៉ុន្តែពួកគេនៅតែលើកទឹកចិត្តនាងថាកុំខ្វល់អីពួកគេមកដើរលេងដើម្បីសប្បាយមិនមែនមកចង់យកតែឈ្នះចាញ់នោះទេហើយនៅពេលដែលនាងកំពុងតែមកលំមុខនៅក្នុងបន្ទប់ទឹកស្រាប់តែនាងបានដឹងថាក្រុមរបស់គីគីបានមកដល់ទីនេះដែរដូច្នេះនាងក៏បានចូលទៅពួនហើយនាងបានស្ដាប់ឮពួកគេនឹងគឺនិយាយដើមរបស់នាងថានាងគឺជាមនុស្សទន់ខ្សោយបន្ទាប់ពីពួកគេបានចេញទៅបាត់ទៅនាងក៏បានចេញមកប៉ុន្តែនៅពេលដែលនាងបំរុងនឹងដើរត្រឡប់ទៅវិញស្រាប់តែនាងបានឮសំឡេងនៅក្នុងបន្ទប់ទឹកនាងគិតថាប្រហែលជាមាននរណាម្នាក់នៅទីនេះដូច្នេះនាងក៏បានហៅឲ្យចេញមកត្រឡប់ទៅវិញទាំងអស់គ្នាប៉ុន្តែមិនឮអ្វីទាំងអស់ពេលនោះស្រាប់តែទ្វារបែរជាបានបើកដោយខ្លួនឯងប៉ុន្តែគ្មាននរណាទាំងអស់នៅពេលដែលឃើញបែបនេះរិនក៏បានប្រញាប់ត្រឡប់ទៅវិញតែម្ដងទៅហើយនាងក៏បានឃើញមានសម្បត្តិមនុស្សស្រីម្នាក់នៅក្នុងកញ្ចក់មិនត្រឹមតែប៉ុណ្ណោះនាងក៏បានលើសំឡេងចេញពីបន្ទប់ទឹកនោះម្ដងទៀតដល់ពេលដែលនាងត្រឡប់ទៅមើលវិញបែរជាបានឃើញថាមានចិញ្ចៀនមួយពេលដែលអោនរើសចិញ្ចៀននោះបែរជាមានសត្វពស់មួយក្បាលលូតមកចឹកដៃរបស់នាងថែមទៀតហើយវាក៏បានវាទៅបាត់ទៅបន្ទាប់មកនាងក៏បានប្រញាប់ត្រឡប់មកវិញគឺដើម្បីមកចូលរួមលេងល្បែងរបស់នាងបន្តទៀតប៉ុន្តែចម្លែកខ្លាំងមែនទែននាងជាមនុស្សទន់ខ្សោយប៉ុន្តែបែរជាអាចរត់លឿននឹងយកឈ្នះគេដែលជាហេតុធ្វើឲ្យចន្ទ្រាដែលជាអ្នកថតរូបនឹងគាត់ឆ្ងល់ខ្លាំងមែនទែនដូច្នេះគាត់បានយករូបថតទៅស៊ូមមើលម្ដងទៀតប៉ុន្តែបែរជាត្រូវបានឡានយ៉ាជាមួយនឹងមិត្តភ័ក្តិរបស់នាងមករំខានចំណែកឯមីកូនៅពេលដែលគាត់ត្រឡប់មកវិញគាត់បានយកវិទ្យុតាក់ទងទៅឲ្យឡានយ៉ាវិញនិងប្រាប់ថានៅទីនោះគាត់គឺមិនមានឃើញអ្វីទាំងអស់អញ្ចឹងគាត់ក៏ឲ្យថ្នាំនាងលាបថែមទៀតព្រោះឯកថានាងស្រមោលស្រមៃ
ហើយគាត់ក៏បាននិយាយប្រាប់រឿងដែលគាត់បានឃើញទៅកាន់ហេរូគាត់គិតថានៅទីនេះច្បាស់ជាមានអ្វីមិនស្រួលជាមិនខានហើយហេរូបានប្រាប់ឲ្យគាត់ត្រឡប់ទៅវិញបន្ទាប់មកគាត់ក៏បានដកយកនៅក្រដាសមួយដែលបានសរសេរនៅមន្តអាគមនៅទីនោះនិងយកមកសូត្រដើម្បីការពារពួកគេប៉ុន្តែសសកស្រាប់តែគាត់ក្អួតនៅអង្គរពណ៌លឿងចេញមកទៅវិញចំណែកឯពួកគេជាមួយនឹងសិស្សដទៃទៀតកំពុងតែរៀបចំបន្តកម្មវិធីរបស់ពួកគេទៀតប៉ុន្តែនៅពេលនោះម៉ាដាបាយជាត្រូវបានខ្មោចចូលប៉ុន្តែគ្មាននរណាម្នាក់បានដឹងនោះទេហើយគាត់ក៏បានលើកទង់ដើម្បីឲ្យពួកគេទូទាយពីអក្សរដែលគាត់ចង់ប្រាប់ព្រោះអីនេះគឺជាវិញ្ញាសាសម្រាប់ពួកគេលុះពេលដែលពួកគេកត់ទៅតាមអ្វីដែលគាត់ចង់ប្រាប់ទៅទើបឃើញថាទឹកភ្នែកនិងឈាមគឺពួកគេមិនយល់ថាគាត់ចង់មានន័យថាយ៉ាងម៉េចនោះទេបន្ទាប់មកគាត់ក៏បានស្រែកថាគាត់នឹងសងសឹកព្រមនោះគាត់ក៏បានលោតចុះទៅខាងក្រោមស្ពានតែម្ដងនៅពេលដែលឃើញអញ្ចឹងគ្រប់គ្នាក៏ចាប់ផ្ដើមឆាឡោតែម្ដងប៉ុន្តែគាត់គឺនៅមិនទាន់ស្លាប់នោះទេព្រមតែបានក្រោកឡើងនិងបន្តបោះក្បាលរបស់ខ្លួននឹងថ្មថែមទៀតលុះពេលដែលគាត់សន្លប់ពួកគេក៏បាននាំគាត់ចូលមកកន្លែងសម្រាកប៉ុន្តែមើលទៅគឺគាត់នៅតែព្យាយាមរៀបបំរាស់ដដែលដោយសារតែមានវិញ្ញាណចូលទៅក្នុងខ្លួនរបស់គាត់ហើយនៅពេលដែលហេរូមកដល់គាត់ក៏បានសូត្រនមន្តអាគមដើម្បីបណ្ដេញវិញ្ញាណនោះឲ្យចេញពីខ្លួនរបស់ម៉ាដាស្របពេលដែលរៀនគឺបានឃើញមាននារីម្នាក់ស្លៀកពាក់បុរាណឈរនៅចំណោមពួកគេទាំងដែលនាងមិនធ្លាប់ស្គាល់ពីមុនមកតតែសោះលុះពេលដែលនាងបិទភ្នែកតែមើលផ្លែតបើកភ្នែកមកវិញស្រាប់តែឃើញនារីនោះគឺជាម៉ាដាទៅវិញចំណែកឯពួកគេ3នាក់នេះគឺបានរត់មករកលោកអ៊ំសុនតូឲ្យជួយចំណែកឯរៀនគឺនាងបានរត់ចូលមកក្នុងតង់របស់នាងវិញប៉ុន្តែនៅពេលនោះនាងបែរជាបានឃើញស្រមោលរបស់មនុស្សស្រីម្នាក់កំពុងតែព្យាយាមដើរពីជំហៀងតង់ចូលមកក្នុងតង់របស់នាងឃើញបែបនេះនាងបានចូលសង្ងំនៅក្នុងភួយរបស់នាងតែម្ដងទៅលុះដល់មួយផ្លែក្រោយមកស្រមោលនោះក៏ត្រូវបានបាត់ទៅវិញនៅពេលដែលបានលើសំឡេងពួកគេហៅលោកអ៊ំសុនតូគាត់ក៏បានបើកទ្វារចេញមកហើយពួកគេក៏បានប្រាប់អំពីរឿងរ៉ាវដែលបានកើតឡើងនៅកន្លែងរបស់ពួកគេដូច្នេះគាត់បានប្រាប់ឲ្យពួកគេរងចាំគាត់បន្តិចគាត់ទៅរៀបចំខ្លួននិងឧបករណ៍របស់គាត់ហើយសាទាំងអស់ក៏បានមកប្រមូលផ្ដុំគ្នាគឺដើម្បីរងចាំលោកអ៊ំសុនតូប៉ុន្តែនៅពេលនោះស្រាប់តែមានវិញ្ញាណមួយហ្នឹងគឺបានចូលទៅក្នុងខ្លួនរបស់គីបន្ទាប់មកហេរូក៏បានព្យាយាមធ្វើការបណ្ដេញវិញ្ញាណនោះចេញប៉ុន្តែមើលទៅគាត់ប្រហែលជាមិនអាចបណ្ដេញវាបាននោះទេបន្ទាប់មកវិញ្ញាណដែលចូលទៅក្នុងខ្លួនរបស់រីននឹងក៏បានដើរចេញមកភ្លាមនោះស្រាប់តែវិញ្ញាណដែលចូលទៅក្នុងខ្លួនរបស់គីបានមកលោតជង្គង់សំពះនាងតែម្ដងគ្រាន់តែលោកអ៊ំសុនតូមកដល់ភ្លាមស្រាប់តែពួកគេក៏បានដួលសន្លប់បាត់ស្មារតីអស់ទៅដូច្នេះបន្ទាប់មកគេក៏បានយកអ្នកដែលត្រូវខ្មោចចូលទៅសម្រាកនៅក្នុងតង់ប៉ុន្តែនៅពេលដែលគាត់ធ្វើពិធីដើម្បីបណ្ដេញចេញពេលនោះក៏ស្រាប់តែពួកគេបែរជាក្រោកឡើងហើយមើលទៅវិញ្ញាណនេះហាក់ដូចជាមានការប្រឆាំងគ្នាដោយវិញ្ញាណដែលចូលទៅលើរាងកាយរបស់មនុស្សប្រុសបានចង្អុលមុខទៅកាន់វិញ្ញាណដែលចូលទៅក្នុងខ្លួនរបស់រីនហើយវិញ្ញាណដែលចូលទៅក្នុងខ្លួនរបស់រីនបានស្រែកកំហកដេញពួកគេឲ្យចេញពីទីនេះចំណែកឯលោកអ៊ំសុនតូគាត់បានប្រាប់ពួកគេថាត្រូវតែយកពួកគេចេញពីទីនេះទាំងយប់នេះតែម្ដងគឺមិនអាចទុកពួកគេនៅទីនេះបានទៀតនោះទេប៉ុន្តែនៅពេលដែលនាំពួកគេទាំង3នាក់ចេញឃើញថាស្ពានត្រូវបានខូចបាត់ទៅហើយដូច្នេះមិនអាចឆ្លងទៅក្នុងភូមិបាននោះទេហើយគាត់បានប្រាប់ឲ្យពួកគេយកពួកគេទាំង3នាក់ចូលទៅក្នុងវិញទៅហើយគាត់នឹងទៅរកអ្នកភូមិដើម្បីឲ្យមកជួយជុលស្ពាននេះប៉ុន្តែកុំធ្វើសកម្មភាពអ្វីព្រេះផ្ដាស់ឲ្យសោះមុនពេលដែលគាត់ត្រឡប់មកវិញបន្ទាប់ពីគាត់បានណែនាំរួចហើយគាត់ក៏បានប្រញាប់ធ្វើដំណើរទៅបាត់ទៅហើយពួកគេក៏បាននាំគ្នាទៅសម្រាកនៅក្នុងតង់សម្រាប់ព្យាបាលវិញបន្ទាប់មកហេរូក៏បានប្រាប់ឲ្យបុគ្គលិក2នាក់ទៅសម្រាកទៅទុកឲ្យគាត់គឺជាអ្នកមើលថែជំនួសវិញបន្ទាប់មកគាត់ក៏បានយកអង្គរពណ៌លឿងយកទៅរោយលើខ្លួនរបស់ម៉ាដានៅពេលនោះស្រាប់តែមានវិញ្ញាណមួយបានក្រោកឡើងនិងសួរទៅកាន់គាត់ថាតើឯងហៅយើងមកមានការអ្វីហេរូក៏បានប្រាប់ថាគាត់ហៅមកនេះព្រោះតែគាត់ចង់ដឹងថាតើចិញ្ចៀនស័ក្តិសិទ្ធិនោះនៅកន្លែងណាបើសិនជាប្រាប់គាត់នឹងយល់ព្រមបម្រើហើយវិញ្ញាណនោះវាក៏បានចង្អុលទៅដើរឬក៏កន្លែងដែលមានចិញ្ចៀនមួយនោះបន្ទាប់មកវាក៏បានចាក់ចេញទៅវិញបាត់ទៅចំណែកឯសិស្សទាំងអស់កំពុងតែជុំគ្នាដើម្បីញ៉ាំអាហារពេលយប់ប៉ុន្តែចំណែកអីខុសតែរៀនតែប៉ុណ្ណោះគឺនាងអង្គុយមិនព្រមញ៉ាំអ្វីទាំងអស់ឃើញបែបនេះឡានយ៉ាក៏បានសួរថាហេតុអ្វីបានជាឯងមិនញ៉ាំបាយជាមួយនឹងគេដែរភ្លាមនោះរៀនក៏បានឆ្លើយទៅវិញថារាល់ពេលដែលនាងញ៉ាំបាយគឺតែងតែមានរបាំកំដរប៉ុន្តែឡានយ៉ាបាននិយាយថាឯងនឹងគឺចិត្តឈួតហើយតែឯងជាអ្វីបានជាត្រូវមានរបាំកំដរងាកមកពួកគេនៅវិញកំពុងតែពិភាក្សាគ្នាអំពីសកម្មភាពនៅយប់នេះពួកគេ3នាក់គិតថាវិញ្ញាសារបស់សិស្សនៅក្នុងយប់នេះគឺត្រូវតែផ្អាកសិនប៉ុន្តែហេរូគឺមិនព្រមនោះទេបែរមកកន្លែងញ៉ាំអីនេះវិញពេលនោះក៏ស្រាប់តែឡានយ៉ាហ្នឹងគឺបែរជារាំនៅនឹងមុខរបស់រីនតែម្ដងដូចជាអ្វីដែលនាងបាននិយាយអញ្ចឹងមិនត្រឹមតែប៉ុណ្ណោះថែមទាំងបានធ្វើការគោរពទៅកាន់រីនថែមទៀតប៉ុន្តែត្រូវបានហេរូមកដល់ហើយពេលនោះនាងក៏បានដឹងខ្លួនឡើងមកវិញទាំងដែលនាងមិនដឹងថាតើអំបញ្ញមិញគឺនាងបានធ្វើអ្វីខ្លះនោះទេបន្ទាប់មកពួកគេក៏បានយកនាងឲ្យចូលទៅសម្រាកហើយហេរូបានប្រាប់ទៅកាន់គ្រប់គ្នាថាវិញ្ញាសារបស់ពួកគេគឺនឹងចាប់ផ្ដើមនៅយប់នេះដដែលដោយមិនមានការផ្អាកអ្វីឡើយដូច្នេះពួកគេក៏បាននាំគ្នាចូលទៅសម្រាកសិនលុះដល់ពេលយប់បន្តិចនៃឡានក៏បានភ្ញាក់ដឹងខ្លួនឡើងគឺដោយសារតែនាងឈឺពោះបាត់ជើងនឹងឯងបន្ទាប់មកនាងក៏បានសុំឲ្យមិត្តភ័ក្តិរបស់នាងជួយនាងទៅបន្ទប់ទឹកប៉ុន្តែនាងមានអារម្មណ៍ថានៅក្នុងបន្ទប់ទឹកនេះដូចជាមិនស្រួលទាល់តែសោះនាងចេះតែហៅឈ្មោះ
របស់រៀនព្រោះខ្លាចថារៀនតែចោលនេះហើយនៅពេលនោះស្រាប់តែមានសត្វពស់ដ៏ធំមួយបំរុងមកធ្វើការវាយប្រហារទៅលើនាងប៉ុន្តែបែរជាត្រូវបានរៀនបញ្ជាឲ្យវានឹងគឺដកថយត្រឡប់ទៅវិញងាកមកពួកគេនៅវិញក៏នៅតែបន្តពិភាក្សាគ្នាថាគួរតែផ្អាកសកម្មភាពរបស់ពួកគេសិនទៅតាមអ្វីដែលលោកអ៊ំសិនតូបានប្រាប់ប៉ុន្តែហេរូគឺនៅតែចង់ឲ្យពួកគេនឹងបន្តតាមការវិភាគរបស់សាលាដែលបានរៀបចំព្រោះតែមិនអាចប្រកែកជាមួយនឹងហេរូបានលុះដល់ពេលយប់ឡើងនៅពេលដែលមីកូគាត់ដើរពិនិត្យមើលស្រាប់តែគាត់បែរជាបានឃើញថារីនគឺកំពុងតែដើរចូលទៅក្នុងព្រៃឃើញបែបនេះគាត់ក៏បានប្រញាប់ទៅតាមនាងប៉ុន្តែបែរជាមិនបានឃើញនាងទាល់តែសោះលុះពេលដែលគាត់បកមកវិញបែរជាបានឃើញនាងកំពុងតែគេងនៅក្នុងតង់ទៅវិញបន្ទាប់មកពួកគេក៏បាននាំគ្នាក្រោកឡើងទាំងកណ្ដាលយប់គឺជាពេលវេលាដែលពួកគេត្រូវសាកល្បងសមត្ថភាពរបស់ពួកគេគឺចែកចេញជា3ក្រុមនៅក្នុងក្រុមនោះគឺមានអ្នកដឹកនាំម្នាក់ផ្សេងគ្នាប៉ុន្តែពេលនោះចន្ទ្រាដូចជាបានឃើញសមត្ថរបស់មនុស្សលុះពេលដែលគាត់បញ្ចាំងពិលមើលទៅប្រាប់តែបានឃើញខ្មោចនៅទាំងមុខទាំងក្រោយតែម្ដងដូច្នេះគាត់ក៏បានប្រញាប់ដឹកដៃពួកគេរត់ចេញពីទីនេះដោយបានទុកឲ្យរៀននឹងគឺនៅតែម្នាក់ឯងលុះពេលដែលពួកគេទៅដល់កន្លែងដែលមានសុវត្ថិភាពទើបដឹងថារៀនគឺបានបាត់ខ្លួនបាត់ទៅហើយដូច្នេះពួកគេក៏បានបកក្រោយវិញដើម្បីរករៀនហើយចន្ទ្រាក៏បានដើរមកដល់កន្លែងហាមឃាត់នៅពេលនោះគាត់ក៏បានឃើញថាវីរូកំពុងតែធ្វើពិធីអ្វីមួយយ៉ាងដែលមានពស់រុំជុំវិញខ្លួនរបស់គាត់ចំណែកឯណៃឡាវិញក៏បានជួបជាមួយនឹងខ្មោចពូកងផងដែរនៅពេលដែលចន្ទ្រាបានជួបជាមួយនឹងមីកូគេក៏បានប្រាប់ពីអ្វីដែលគេបានឃើញគេបំរុងនឹងនាំមីកូទៅមើលជាមួយនឹងគ្នាប៉ុន្តែបែរជាបានឮសំឡេងរបស់ណៃឡាស្រែកទៅវិញដូច្នេះពួកគេក៏បាននាំគ្នាប្រញាប់ត្រឡប់មកវិញហើយពួកគេក៏បាននាំណៃឡានឹងគឺត្រឡប់មកកាន់កន្លែងរបស់ពួកគេគឺព្រោះតែពេលនេះគឺនាងត្រូវបានវិញ្ញាណខ្មោចចូលសន្ធិដ្ឋបាត់ទៅហើយវិញ្ញាណខ្មោចនោះគឺជាវិញ្ញាណខ្មោចពូកងដែលវាស្រែករកក្រណាត់រុំសពរបស់វាតតែពួកគេយកក្រណាត់មករុំឲ្យវាទើបវានៅបានស្ងប់បន្ទាប់មកមនុស្សជាច្រើននៅទីនេះក៏ចាប់ផ្ដើមខ្មោចចូលម្នាក់ម្ដងគឺឡើងវល់តែម្ដងប៉ុន្តែសំណាងល្អដែលលោកអ៊ំសិនតូគាត់បានមកដល់ដូច្នេះគាត់ក៏បានជួយធ្វើឲ្យពួកគេចាប់ផ្ដើមស្ងប់ទៅវិញដោយគាត់បានជួយពួកគេម្ដងម្នាក់ស្របពេលដែលហ៊ីរ៉ូនេះវិញគឺកំពុងតែធ្វើពិធីអ្វីម្យ៉ាងដែលមានពស់រុំជុំវិញខ្លួនរបស់គាត់ចំណែកឯរីនគឺនាងបានចូលទៅដល់ក្នុងពិភពមួយនៅពេលនោះនាងបែរជាបានឃើញមាននារីម្នាក់ស្លៀកពាក់បែបបុរាណនៅនឹងមុខរបស់នាងចំណែកឯលោកអ៊ំសិនតូគាត់ចាប់ផ្ដើមធ្វើពិធីដើម្បីបណ្ដេញវិញ្ញាណទាំងអស់នោះឲ្យចេញពីខ្លួនប្រាណរបស់ពួកគេហើយនៅពេលដែលគាត់ស្រែកនៅក្រណាត់រុំសពស្រាប់តែខ្មោចនោះវាបានខ្វាចនៅមុខរបស់ណៃឡាយកតែម្ដងចំណែកពួកគេនៅវិញមួយក្រុមទៀតគឺកំពុងតែដើរស្វែងរករីនគឺរកមិនឃើញទាល់តែសោះពីកូគេក៏បានបាច់អង្គដែលហេរូឲ្យនៅពេលនោះសិស្សដែលទៅតាមរករីនីនឹងក៏ត្រូវបានខ្មោចទាំងអស់នោះព្យាយាមចង់យកជីវិតរបស់ពួកគេប៉ុន្តែត្រូវបានមីកូជាមួយនឹងចន្ទ្រាជួយរារាំងហើយមីកូបានប្រាប់ឲ្យចន្ទ្រាចាប់នាំពួកគេទៅកាន់កន្លែងវិញទៅទុកឲ្យគេគឺជាអ្នកដើររករីនីស្របពេលដែលរីនីនៅវិញគឺកំពុងតែនិយាយជាមួយនារីម្នាក់អាចកំបាំងនោះនឹងសួរថាតើនាងជាអ្នកណាតាមពិតនាងគឺជាតួអង្គនៅក្នុងសាច់រឿងដែលរីនីកំពុងតែសម្ដែងនឹងឯងគឺនាងមានឈ្មោះថារូរូពុត្រីស្របពេលដែលគ្រប់គ្នាបានយកអ្នកដែលត្រូវខ្មោចចូលយកមកកន្លែងវិញហើយពួកគេក៏បាននិយាយពីរឿងរ៉ាវដែលបានកើតឡើងហើយលោកអ៊ំបានសួររកហេរូពេលនោះចន្ទ្រាក៏បាននិយាយថាគឺគាត់បានឃើញហេរូនឹងគឺមានពស់រុំជុំវិញខ្លួនរបស់គាត់បន្ទាប់មកលោកអ៊ំគាត់ប្រាប់ថាបើស្ពានជួសជុលរួចកុំឲ្យមានអ្នកភូមិណាម្នាក់ឆ្លងចូលឲ្យសោះហើយគាត់បានឲ្យចន្ទ្រានាំគាត់មកកន្លែងដែលឃើញហេរូអង្គុយសមាធិនៅពេលដែលគាត់មកដល់គាត់ក៏បានឃើញថាមានអង្គពណ៌លឿងជាច្រើនគឺត្រូវបានព័ទ្ធនៅជុំវិញគាត់បាននិយាយថាអង្គនេះគឺបញ្ចុះទៅដោយអាគមគឺការពារកុំឲ្យពពួកខ្មោចនៅក្នុងព្រៃនឹងអាចនឹងមើលឃើញពួកគេអញ្ចឹងមានន័យថាហេរូគេក៏ចេះនៅវិជ្ជាអាគមខ្លះដែរចំណែកឯមីកូនៅវិញព្យាយាមរត់គេចពីពពួកខ្មោចទាំងអស់នោះប៉ុន្តែសំណាងល្អគឺត្រូវបានអង្គជួយដែលជាហេតុធ្វើឲ្យគេគឺត្រូវបានរួចផុតប៉ុន្តែក្បែរជារត់បុកដើមឈើសន្លប់បាត់ស្មារតីទៅវិញចំណែកឯរេនីគឺត្រូវបានព្រះនាងពុត្រីជ្រើសរើសយកនាងដើម្បីឲ្យជួយសម្ដែងឲ្យគាត់ពេលនោះនាងក៏បានដកចិញ្ចៀនឲ្យព្រះនាងវិញប៉ុន្តែព្រះនាងបាននិយាយថានាងត្រូវតែជួយដល់គាត់ព្រោះអីគឺគាត់ចង់ធ្វើការកែប្រែនៅអតីតកាលដែលបានកើតឡើងនៅក្នុងសាច់រឿងនោះព្រោះវាគឺជាសាច់រឿងពិតនិងសាច់រឿងដ៏ឈឺចាប់របស់គាត់ត្រូវបានមនុស្សដែលគាត់ស្រឡាញ់នឹងគឺសម្លាប់គាត់ដោយផ្ទាល់ដៃចឹងគាត់នឹងធ្វើការកែប្រែសាច់រឿងមួយនេះគឺដើម្បីសងសឹកចំណែកឯហេរូគឺបានបង្ហាញខ្លួននៅទីនេះនិងស្ម័គ្រចិត្តជួយទៅដល់ព្រះនាងដែរប៉ុន្តែព្រះនាងគឺត្រូវតែយល់ព្រមជាមួយនឹងស្នំពររបស់គេម្យ៉ាងគឺជាការផ្លាស់ប្ដូរជាមួយនឹងចិញ្ចៀនរបស់ព្រះនាងនឹងឯងព្រោះតែចិញ្ចៀនមួយហ្នឹងគឺអាចបញ្ជាទៅលើពពួកខ្មោចនៅក្នុងព្រៃទាំងអស់ចឹងហើយបានជាគេចង់បានហើយនៅពេលដែលត្រឡប់មកវិញអ៊ំសាន់តូបានសួរថាតើគេយល់ព្រមអ្វីខ្លះជាមួយនឹងព្រះនាងពុត្រីចំណែកឯហេរូបាននិយាយថាគេបានយល់ព្រមពីការសម្ដែងនៅយប់នេះព្រោះឯគេគឺគ្មានជំរឿសនោះទេដូច្នេះការសម្ដែងក៏ត្រូវបានចាប់ផ្ដើមដូចជាធម្មតាគឺប្រៀបដូចជាអ្វីដែលពួកគេបានគ្រោងទុកអញ្ចឹងការពិតទៅការមកបោះតង់នៅទីនេះគឺសិតតែជាផែនការរបស់ហេរូព្រោះតែគេចង់បានជំនឿរបស់ព្រះនាងពុត្រីនឹងឯង
នៅក្នុងយប់នេះផងដែរទាំងអ្នកមើលទាំងអ្នកសំដែងដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួននោះទេព្រោះអីពួកគេគឺត្រូវបានខ្មោចព្រៃចូលហើយនឹងធ្វើការសំដែងទៅតាមសាច់រឿងរបស់ព្រះនាងពុទ្រីទាំងអស់ការពិតទៅកាលពីសម័យហ្នឹងស្ដេចគឺស្រឡាញ់ព្រះនាងពុទ្រីប៉ុន្តែបែរជាកូនរបស់ស្ដេចជាមួយនឹងព្រះនាងពុទ្រីហ្នឹងបែរជាលួចស្រឡាញ់និងតាក់ទងគ្នាហើយនៅពេលដែលស្ដេចបានដឹងនឹងធ្វើឲ្យស្ដេចខឹងជាខ្លាំងពេលនោះស្ដេចក៏បានឲ្យជំរឿទៅកាន់រាជបុត្ររបស់ខ្លួនម្នាក់គឺជ្រើសរើសយកការស្នងតំណែងពីគាត់បន្តទៀតឬក៏ជ្រើសរើសយកស្រីម្នាក់នេះបើសិនជាជ្រើសរើសយកការស្នងតំណែងត្រូវតែសម្លាប់នាងចោលដែលការជ្រើសរើសមួយនេះធ្វើឲ្យព្រះនាងពុទ្រីមានការឈឺចាប់ជាខ្លាំងចឹងហើយបានជាគាត់ចង់ធ្វើការកែប្រែសាច់រឿងមួយនេះហើយនៅទីបំផុតគាត់ពិតជាបានធ្វើការកែប្រែនៃសាច់រឿងនេះពិតមែនដោយព្រះរាជបុត្រត្រូវសម្លាប់ព្រះនាងប៉ុន្តែនៅពេលនេះព្រះនាងបានតដៃនឹងសម្លាប់ព្រះរាជបុត្រវិញបន្ទាប់ពីកិច្ចការងារត្រូវបានបញ្ចប់ហេរូក៏បានមកទាចិញ្ចៀនយកពីព្រះនាងពុទ្រីហើយព្រះនាងពុទ្រីបានចង្អុលប្រាប់ថាចិញ្ចៀននោះគឺស្ថិតនៅក្នុងដៃរបស់រេនីឯណោះបន្ទាប់មកហេរូក៏បានទាមទារចិញ្ចៀននោះយកពីរេនីប៉ុន្តែនៅពេលដែលរេនីដឹងថាចិញ្ចៀននេះអាចគ្រប់គ្រងនៅវិញ្ញាណខ្មោចបានខ្លាចថាហេរូយកទៅធ្វើអ្វីមិនល្អដូច្នេះនាងក៏បានសម្រេចចិត្តបំផ្លាញចិញ្ចៀនមួយនឹងចោលតែម្ដងដោយពួកគេព្យាយាមហាមឃាត់នាងប៉ុន្តែនាងបានគប់ចិញ្ចៀនមួយនោះចូលទៅក្នុងភ្លើងដែលជាហេតុធ្វើឲ្យគ្រប់យ៉ាងក៏ត្រូវបានរលាយគ្រប់គ្នាក៏បានដឹងខ្លួនឡើងមកវិញហើយព្រះនាងពុទ្រីបានសរសើរដល់នាងថានាងគឺជាមនុស្សដែលស្មោះត្រង់និងមិនលោភលន់គឺមិនដូចជាហេរូនោះទេគាត់បានជ្រើសរើសយកនាងគឺមិនខុសឡើយស្ថានភាពនៅទីនេះក៏បានវិលត្រឡប់មកកាន់សភាពល្អឡើងវិញគ្រប់គ្នាក៏លែងមានខ្មោចចូលបន្តទៅទៀតដែរបន្ទាប់ពីគ្រោះចង្រៃត្រូវបានកន្លងផុតលោកអ៊ំសាន់តូគាត់ក៏បានហៅពួកគេនឹងគឺឲ្យទៅលុបលាងមុខជាមួយនឹងទឹកមុនរបស់គាត់ម្ដងម្នាក់គឺដើម្បីការពារកុំឲ្យវិញ្ញាណខ្មោចព្រៃនេះទៅតាមពួកគេដោយចៃដន្យប៉ុន្តែរាល់ពេលមួយឆ្នាំម្ដងពួកគេគឺតែងតែត្រឡប់មកវិញគឺដើម្បីយករេនីមកជាមួយគឺដោយសារតែព្រះនាងពុទ្រីចង់ជួបជាមួយនឹងរេនីហើយលោកអ៊ំបានសូមអង្វរឲ្យព្រះនាងពុទ្រីដោះលែងរេនីទៅទុកឲ្យនាងទៅសាងជីវិតរបស់នាងវិញប៉ុន្តែមើលទៅនាងដូចជាមិនយល់ព្រមនោះទេចំណែកឯហេរ៉ូណាវិញគឺគាត់មានជំងឺសរសៃប្រសាទបាត់ទៅហើយដោយសារតែចិញ្ចៀនមួយនោះហើយសាច់រឿងមួយហ្នឹងបើតាមព័ត៌មានដែលទទួលបានហ្នឹងគឺគេបានបញ្ជាក់ថាវាជាសាច់រឿងពិតដែលបានកើតឡើងនៅក្នុងតំបន់មួយនៃប្រទេសឥណ្ឌូនេស៊ី